กาไวนิปนเอาอัธริกสำเลยเมียสนซีสมุดกาปีจำนวนมุนลูกตามันแน่นี่กอดท้ากอดมันแมนนี่บองปอนហើយយើងដឹងហើយថាអធិរាជសម្លេងមាសសិនសៀសមុទ្រគាត់បានលាចាក់លោកទៅហើយប៉ុន្តែដោយឡែកនេះមានលោកតាម្នាក់ហ្នឹងគាត់បានមកអះអាងថាគាត់ហ្នឹងគឺជាអ្នកនិពន្ធបទចម្រៀងឲ្យអធិរាជសម្លេងមាសសិនសៀសមុទ្ររបស់យើងហ្នឹងហើយយើងចង់ដឹងថាហេតុអីបានគាត់ហ៊ានអះអាងថាគាត់ជាអ្នកនិពន្ធហើយគាត់នៅមានជីវិតរស់នៅដល់សពថ្ងៃហ្នឹងបងប្អូនហើយគាត់ថាគាត់បាននិពន្ធបទមួយចំនួនទៀតទុកឲ្យអធិរាជសម្លេងមាសតែចេដនអីគាត់ក៏បានលាចាក់លោកទៅបទហ្នឹងមិនសល់ទុកនៅដល់រាល់ថ្ងៃអត់ទាន់មានអ្នកច្រៀងទេហើយយើងចង់ដឹងថាបទហ្នឹងវាយ៉ាងណាហើយគាត់ហ្នឹងជាអ្នកនិពន្ធពិតប្រាកដអត់ហើយបងប្អូនទៅមើលជាមួយនឹងនាងខ្ញុំមុននឹងទៅមើលបងប្អូនជួយ Subscribe ម្នាក់មួយផងឥឡូវទៅមើលម្ដងទៅកុំឲ្យតាឆ្ងល់ណាបងប្អូនដូចអ្នកអះអាងថាជាសុនស៊ីសមុទ្រចាប់ជាតិឬអះអាងថាកូនសុនស៊ីសមុទ្រឡើយគាត់ថាគាត់ជាកវីនិពន្ធពិតប្រាកដមែននឹងបាននិពន្ធបទចម្រៀងត្រៀមឲ្យលោកតាសុនស៊ីសមុទ្រចេញជាច្រើនបទតែគួរឲ្យសោកស្ដាយក្រោយមកក៏សង្គ្រាមបានកើតឡើងគឺជំនាន់ពលពតហើយលោកតាអធិរាជសម្លេងមាសសុនស៊ីសមុទ្រក៏ត្រូវបានពលពតសម្លាប់យ៉ាងឃោរឃៅដូច្នេះលោកតាសុនស៊ីសមុទ្រមិនបានច្រៀងបទចម្រៀងដែលលោកតាត្រៀមទុកឲ្យទាំងប្រមាណបទនោះទេដូច្នេះបទចម្រៀងដែលកវីនិពន្ធម្នាក់នេះគាត់បានតាក់តែងមកតាំងពីមុនរហូតដល់សប្តាហ៍ថ្ងៃមិនទាន់មានអ្នកច្រៀងទេលោកតាបញ្ជាក់បន្ថែមថាគាត់គ្មានខ្នងគ្មានខ្សែហើយរហស្សនាមរបស់គាត់គឺកវីនិពន្ធអនាថាហើយសូមបងប្អូនពិចារណាដោយសារតែលោកតាម្នាក់នេះគាត់បានមកដល់មុខផ្ទះខ្ញុំបាទហុយឧត្តមជាសារព័ត៌មានស្នើសុំឲ្យផ្សព្វផ្សាយដូច្នេះបងប្អូនជឿឬមិនជឿសូមសម្ដាប់លោកតាបកស្រាយដូចតទៅព្រេងវាសនាព្រេសំណាងអូននឹងបងមិនបានចងពីចិត្តមុនទៅយើងបែងទូចងទូចុះគុំយំយេកបងស៊ូទឹកភ្នែកគ្រាតែបែងសងសាអូបាទអ៊ំថាបាននិពន្ធឲ្យគាត់ជាច្រើនបទស្រាប់តែគាត់មិនទាន់បានច្រៀងហ្នឹងគាត់មិនគាត់ក៏បានគេវាយស្លាប់ទៅបាទហ្នឹងហើយដោយសារតែខ្ញុំសរសេរឲ្យលោកស៊ីនសមុទ្រតែពី66បាទនោះខ្ញុំជាកវីនិពន្ធក្មេងជាងគេបងគាត់ក៏អាយុ16ឆ្នាំដែរកាលពីជំនាន់ហ្នឹងអ៊ំទៅអាយុ16ឆ្នាំទេបាទហ្នឹងហើយនៅអាយុជាឡាយណាហើយ16ឆ្នាំទៅនិពន្ធឲ្យលោកតាសុនស៊ីសមុទ្រមិនទៅបាទអាហ្នឹងមកពីទេពកោសលដោយលោកស៊ីនសមុទ្រលោកមានជាសាច់ជាតិជាកាត់លាវចិនខ្មែរអូបីសាសដល់ខ្ញុំនេះក៏លាវចិនខ្មែរដែរអូចឹងបើខ្ញុំថាដូចវាមានទេពកោសលខាងហ្នឹងណាបាទហើយពេលហ្នឹងនិពន្ធប្រហែលបទដែរដែលត្រៀមនឹងឲ្យលោកតាសុនស៊ីសមុទ្រច្រៀងនិពន្ធដំបូងបាទព្រាមទៅបាន4-10បទជាងទៀត4-10បទជាងទៀតឥឡូវបញ្ជាក់ឈ្មោះសិនអ៊ំប្រុសឈ្មោះអីខ្ញុំឈ្មោះសារ៉ុំនុតណាសារ៉ុំនុតបើតែសម្ងាយនេះគ្មានការងារអីទេចាស់ហើយនៅម្នាក់ឯងដែលគេហៅថាកវីអនាថាគឺលោកកោះសន្តិភាពឲ្យទៅសេកំណាប់ដាក់រងថ្ងៃឲ្យអូរងថ្ងៃហ្នឹងបានខាងកសែតកោះសន្តិភាពគេឲ្យនេះគឺជាការអះអាងរបស់គាត់ហ៎បងប្អូនហើយមិនដឹងថាជាការពិតឬយ៉ាងណាទេប៉ុន្តែគាត់បញ្ជាក់អញ្ចឹងថាគាត់ធ្លាប់និពន្ធឲ្យហើយក៏មានបទចម្រៀងដែលនិពន្ធឲ្យមិនទាន់បាននឹងច្រៀងផងលោកតាសិនស៊ីសមុទ្រនោះគាត់បានលាចាក់លោកទៅអញ្ចឹងបងប្អូនហើយបើសិនជាការពិតមែនក៏គួរអាណិតគាត់ដែរបងប្អូនដោយសារតែបាត់បង់នៅអ្នកច្រៀងដ៏មានសម្លេងពីរោះហើយគាត់ជាអ្នកនិពន្ធអញ្ចឹងណាអញ្ចឹងទៅបទហ្នឹងអត់ដឹងថាគាត់អត់ដឹងថាយកទៅឲ្យអ្នកណាច្រៀងបន្តទៀតទៅទុកមកដល់សប្តាហ៍ថ្ងៃហ្នឹងឥឡូវគាត់ដាច់ចិត្តចេញមកទម្លាយអញ្ចឹងបងប្អូនទៅសេជាកំណាប់ណាហើយក៏បានប្រាក់ខែខ្លះបាទប្រាក់ខែខ្លះព្រោះយើងអត់ចេះកុំជ្រួដូច្នេះมันអាចចូលនៅក្នុងកន្លែងនិពន្ធបានណាបាទឥឡូវបញ្ជាក់ថាអ៊ំមានរហស្សនាមថាកវីនិពន្ធអនាថាដែលពីមុនធ្លាប់និពន្ធឲ្យលោកតាសុនស៊ីសមុទ្រច្រៀងអញ្ចឹងហ៎បាទពិតទេអ៊ំពិតទេវាពិតទៅហើយបើសិនជាខ្ញុំមិនមែនជាដូចថាអ្នកបំពល់ទេហ្នឹងហើយមិនមែនជាដូចថា become in candidates from ស៊ីនសមុទ្រណាសមុទ្រចាប់ជាតិឬក៏ family tree of ស៊ីនសមុទ្រទេអូមិនមែនដូចគេស្អីថាសមុទ្រចាប់ជាតិឬក៏គេហៅថាកូនសុនស៊ីសមុទ្រទេណាអត់មានពាក់ព័ន្ធសាច់ញាតិអីទេគ្រាន់តែថាចេះនិពន្ធចំនួននោះជាកវីនិពន្ធវ័យក្មេងនិពន្ធឲ្យលោកតាសុនស៊ីសមុទ្រពិតប្រាកដមែនទេបាទហ្នឹងហើយបាទចុះឥឡូវសុំចំណងជើងមើលបទអ្វីខ្លះដែលពេលនោះត្រៀមនឹងឲ្យលោកតាសុនស៊ីសមុទ្រហើយតែលោកតាក៏កើតសម័យសង្គ្រាមនឹងឡើងអត់បានច្រៀងទៅបទអី
บอดใบบอดปี66นั่นคือบอดลายสมได้โอน อะไรสำได้โอน บุพเพเป็นมุงกร้อมบากแข้งสลายตุกแล้วจะเป็นเรื่อง ก็อะไรเชียง บอดนั้นคือกำเนิดโดยสาขยมเมียน2 3นั่นเติมมาได้กลุ่มเรียงบังค้อมอเรียกา โอ้ เจ้าเนี่ยสมใบในยืน ให้ก็ด่าจะน้องเชื้อ อะไรสมได้โอน อะไรสำได้โอนบ่า แสนนัดจันอานอคลอนจันดาดือเบียจากูส่องสากูสรนองรำทัศนายโอนนังเบาเจียนในหวงโอนส้มเรียบโปรแต่งอาลอ2 สลายโอนอะไรรำปรับทัศนายชายรูปขยมมาได้บองคอมมาได้เวดอมกรอมเอาราโอนเรียบองจูบหนึ่งกูทำไมใหญ่นะยินดีประชากระดิษหาลุงใครบองบันยลเราจะเปื่อยเธอไม่เลยบารุบองกมินเวสนาเกตามใจดีสนาหาเอาไอ้ประกันเตียนี่ยมแสดงเปรย์เวสนาเปรย์สมนางโอนหนึ่งบองมันมันจองปีเจ็ดมนเติมยังแบงตัวจงตัวจอกก้มยมเย็นมองสู่ตึกพเนงเกลียดได้ใบ2 สา โอ้บ่า អូបងប្អូនហើយស្ដាប់ទៅនាងខ្ញុំឃើញថាព្រោះតាបងប្អូនលំនាំបាត់គាត់និពន្ធចេញមកព្រោះហ្នឹងបើឲ្យអ្នកដែលមានសម្លេងព្រោះយកមកច្រៀងទៀតគឺកាន់តែព្រោះឲ្យបាត់ហ្នឹងដោយសារតែគាត់ជាអ្នកនិពន្ធណាអញ្ចឹងគាត់ច្រៀងអត់សូវព្រោះហ្មងទេប៉ុន្តែចុងជូនអីឃ្លៀអីគឺចេញមកបែបព្រោះបែបមួយបែបដែរអញ្ចឹងបងប្អូន ព្រោះខ្ញុំគ្រាន់តែស្ដាប់ហ្នឹងណាចុះកំណាបនេះចម្រៀងនេះចុងជួនចុងផ្ទួននេះល្អ បាទ បាទមានន័យល្អប៉ុន្តែស្ដាយដែលតាដោយសារគាត់អ៊ំថាលោកតាសុនស៊ីសមុទ្រគាត់សម័យសង្គ្រាមទៅក៏ស្លាប់បាត់ទៅគាត់បានច្រៀងបាត់ហ្នឹងទេ ចុងសិល្បៈក៏ល្បីៗគឺគាត់សាប់សូន្យអស់ទៅ មកបាត់ទៀតបាត់អី បទទៀតគឺបទអណ្ដាតដុសឆ្អឹង អណ្ដាតដុសឆ្អឹង ហើយឡើយមែនទេ ចូលនៅភ្នំពេញឆ្នាំ72 73ហ្នឹង ទេចុះបាត់លោកតាសុនស៊ីសមុទ្រច្រៀងអណ្ដាតអត់ឆ្អឹងហ្នឹងផ្សេង ទេអាហ្នឹងលោកដូចកង្វះច្រៀងអណ្ដាតអណ្ដាតអត់ឆ្អឹងបទខ្ញុំនេះអណ្ដាតដុសឆ្អឹងណា អូ បាទ អណ្ដាតអត់ឆ្អឹងបាត់ហ្នឹងបាត់មានហើយ បាទដូចកង្វះច្រៀង ដូចកំហែ គាត់ជាសិល្បករក្នុងវិចិត្រសិល្បៈ បាទ តែខ្ញុំនេះអណ្ដាតដុសឆ្អឹង អូអណ្ដាតដុសឆ្អឹងវិញ ហ្នឹងហើយ ឥឡូវលោកតាសូមបង្ហាញមកបត់មកលោកបត់ទី2អណ្ដាតដុសឆ្អឹង បាទ តោះសូមបញ្ចេញ បាទអណ្ដាតនោះឆ្អឹងរងឹតទំនងអណ្ដាតមានខ្នងត្រាប់ហើយឆ្លើយឆ្លងអត់នៃខ្លឹមសារពីងចេញពីមុនសុនអនមានកាមិនអាយនោះណាមិនជាចិនស្រីអណ្ដាតនោះឆ្អឹងរងឹតដឹងខងមិនដែលសុំទួងបីស្លេកខងក៏ធ្វើរឹងហើយពីងឆ្លើយមួយម៉ាន់ពួងផុនចុងព្រៃយ៉ាត់ហើយសំដីប្រែវិញជូចតអោដួងចិនអើយតែងឡាយរំខានក្តីក្ររីករានធ្លាក់ជ្រំជីវិតរួមខ្ញុំកៈវ័យជួមស្រីទេវទត្តសងចិនខំមិនលេបដំអើស្នេហ៍អនណានោះចឹងរត់ទំនងអត់អត់របងប្រើពាក្យសាមងជាជាងពីងស្នេហ៍ភាសារយពន្ធត្រលន់អត់លហែសូមរៀងឲ្យស្នេហ៍ដំកើងវណ្ណាំង បាទ អូយ ព្រោះមែនចាប់ចុង អូយឃើញថាបាត់គាត់គឺតែងមកព្រោះមែនតែបងប្អូនហើយអាហ្នឹងបើសិនជាមានក្មេងៗជំនាន់ក្រោយយើងនេះដែលយកបាត់គាត់ទៅធ្វើយកទៅច្រៀងអីទៅមិនដឹងថាល្អប៉ុណ្ណាទេព្រោះអីចង់អភិរក្សស្នាដៃបាត់ពីដើមទុកចឹងបងប្អូនហើយមានបងប្អូនខ្លះថាអត់ជឿអត់អីអញ្ចឹងណាប៉ុន្តែនេះជាការអះអាងរបស់គាត់ទេគាត់ក៏មិនមែនមកសម្ដែងធ្វើដូចអ្នកខ្លះនោះតាំងខ្លួនឯងជាសិនស៊ីសមុទ្រចាប់ជាតិតាំងខ្លួនឯងជាកូនរបស់គាត់អីអញ្ចឹងបងប្អូនហើយក៏មានសពបែបសពយ៉ាងមកថាតែគាត់នេះគាត់ទេគាត់តាំងខ្លួនឯងគឺជាខ្លួនឯងគាត់មកនេះគឺចង់បង្ហាញថាគាត់ធ្លាប់ជាអ្នកនិពន្ធឲ្យលោកតាសិនស៊ីសមុទ្រពីមុនមកអញ្ចឹងបងប្អូនហើយគាត់ថាគាត់និពន្ធតាំងអាយុ16ឆ្នាំប៉ុន្តែដោយសារតាអ្នកនិពន្ធដែរប៉ុន្តែលក្ខណៈនៅក្រៅផ្លូវការបងប្អូនហើយដូចថាគាត់មានសមត្ថភាពប៉ុន្តែពេលនោះវាអត់ទាន់លក្ខណៈចូលតាមស្តង់ដារអីក្រុមការងារអីគេអញ្ចឹងបងប្អូនទៅគាត់នៅពេលដែលលោកតាសិនស៊ីសមុទ្រលាចាក់លោកទៅហ្នឹងគាត់លែងមានអីធ្វើតទៀតបងប្អូនប៉ុន្តែឃើញថាបទចម្រៀងគាត់គឺតែងមកគឺព្រោះល្អតែបងប្អូនស្ដាប់ហើយបងប្អូនយល់មិនដែរបងប្អូន គុណគាត់ល្អទៀតណាបាទ និយាយពីនិស្សិតម្នាក់ចូលរៀនមហាវិទ្យាល័យពេទ្យជាអ្នកក្របានខាងស្រីគេជាមានគេសុខចិត្តទទួលយកទៅនៅជាមួយដើម្បីជួយគូស្វាមីទៅអនាគតក្រោយ អូបាទ ដូច្នេះភាសាគេអ្នកមានមិនតែទៀបជាងអ្នកក្រទេអញ្ចឹង អូអញ្ចឹងហើយបានចំណងជើងអណ្ដាតដុស អណ្ដាតដុសឆ្អឹង ស្បូកកសក់
បាទ បាទមានន័យល្អប៉ុន្តែស្ដាយដែលតាដោយសារគាត់អ៊ំថាលោកតាធនស៊ីសមុទ្រគាត់សម័យសង្គ្រាមទៅក៏ស្លាប់បាត់ទៅអត់បានច្រៀងបទហ្នឹងទេ ហ្នឹងហើយដល់យើងបែកភ្នំពេញទៅបែកបានបែកបាក់ទៅណា បែកបាក់ហើយ ចង់តែកបីនិពន្ធចង់សិល្បករបីគឺគាត់ ហើយបើយើងតាមការគិតបងប្អូនហើយបើគាត់ការនៅពេលជំនាន់នោះគាត់អាយុ16ឆ្នាំមកដល់ឥឡូវនោះវាអាចប្រហែលអាយុប៉ុណ្ណឹងហើយមើលទៅបងប្អូនហើយគាត់ប្រហែលជាមិនមែនមកបោកទេមើលទៅព្រោះអីគាត់មិនមែនមកលក្ខណៈទីមទាសុំអីទេគាត់ចង់ថាបង្ហាញសមត្ថភាពគាត់ដែលគាត់ខំលាក់ទុកយូរឆ្នាំមកអញ្ចឹងព្រោះឥឡូវគាត់ដូរការងារទៅធ្វើការអីផ្សេងចឹងបងប្អូនវាអត់ដឹងថាត្រូវតែងបាត់នឹងឲ្យអ្នកណាទៀតអានឹងបើមានគេយកគាត់ចូលខាងការងារនឹងវិញមិនដឹងល្អប៉ុណ្ណាទេព្រោះអីជួយគ្នាទៅបងប្អូនហើយទោះជាគាត់មិនមែនអីអាហ្នឹងក៏គាត់មានសមត្ថភាពរបស់គាត់ដែរគាត់ចេះនិពន្ធនេះអញ្ចឹងណា ចូលអត់ទៅ មកបទទៀតបទអី បទទៀតគឺបទអណ្ដាតដោះឆ្អឹង អណ្ដាតដុសឆ្អឹង នេះពេលចូលនៅភ្នំពេញឆ្នាំ72 73ហ្នឹង ទេចុះបទលោកតាសុនស៊ីសមុទ្រច្រៀងអណ្ដាតអត់ឆ្អឹងហ្នឹងផ្សេង លេងហ្នឹងលោកដូចកង្វះច្រៀងអណ្ដាតអណ្ដាតអត់ចឹងបទខ្ញុំនេះអណ្ដាត ហើយវីដេអូនេះគឺចាប់តែប៉ុណ្្នេះហើយបងប្អូនហើយឃើញថាប្លែកមែនតើហើយដោយសារតាសុកគាត់មកអះអាងថាអ្នកដែលនិពន្ធបទឲ្យលោកតាសិនស៊ីសមុទ្រនៅរស់រានមានជីវិតដល់សប្តាហ៍ថ្ងៃអញ្ចឹងហើយនៅមានហើយក៏មានបទដែលនិពន្ធឲ្យមិនទាន់បានច្រៀងដែរគឺគួរឲ្យសំណោះអាឡោះអាល័យត្រង់ហ្នឹងណាបើសិនជាបានច្រៀងទៀតមិនដឹងថាដល់សម័យឥឡូវបន្សល់ទុកស្នាដៃមកដល់ឥឡូវនឹងដឹងល្អប៉ុណ្ណាទេព្រោះដឹងស្រាប់ហើយលោកតាសិនស៊ីសមុទ្រជាអធិរាជសម្លេងមាសបងប្អូនហើយច្រៀងគឺថាពេលរស់ខ្លាំងមែនទែនកាលពីជំនាន់មុនមកដល់ជំនាន់ឥឡូវក៏ស្ដាប់ទៅនៅតែពេលរស់ដែរ